ចឹងយើងក៏អាចប្រែសាមញ្ញធម្មតាតែម្ដងទៅមិនបាច់ទុំទាវអីទេសូមមេត្តាអាយ៉ែឡានចូលយានដ្ឋានវិញអញ្ចឹងពាក្យថា back ដែលប្រែថាថយឬក៏អាយ៉ែនៅក្នុងឧទាហរណ៍ទី2នេះគឺជាកិរិយាសព្ទចំណែកឯឧទាហរណ៍ទី3វិញម្ដង we use the back door ពួកយើងបានប្រើប្រាស់ទ្វារក្រោយអញ្ចឹងផ្ទះខ្លះគេមានទ្វារមុខគេមានទ្វារក្រោយសូម្បីតែភាសាអង្គរវត្តរបស់យើងក៏មានខ្លោងទ្វារមុខខ្លោងទ្វារក្រោយដែរមិនអញ្ចឹងពាក្យថា back នៅទីនេះគឺជាគុណនាមហើយយើងប្រែថាពីក្រោយអញ្ចឹងយើងឆ្ងល់ទៀតថាមិនបានដឹងថាវាជាគុណនាមគឺដោយសារតែវាឈរនៅពីមុខនាមគឺពាក្យថា door នេះឯងពាក្យថា back នេះគឺវាបញ្ជាក់នៅឲ្យពាក្យថា door ទ្វារឯណាគឺទ្វារក្រោយសួស្តីមកកាន់វីដេអូចែករំលែកមេរៀនថ្មីហើយស្ងាត់បាត់ផុសវីដេអូមួយរយៈតាមពិតគឺមិនបានទៅណាទេគឺគ្រាន់តែសំងំរៀបចំមេរៀនដើម្បីចែករំលែកបន្ថែមនឹងឯងពីព្រោះថាជាការយល់ឃើញក៏ដូចជាការតាំងចិត្តរបស់ខ្ញុំផ្ទាល់គឺថាបំណាច់តែធ្វើវីដេអូចែករំលែកទៅហើយអញ្ចឹងខ្ញុំនឹងធ្វើឲ្យរាល់វីដេអូដែលខ្ញុំផុសទៅคล้ายទៅជាវីដេអូឯកសារមេរៀនដើម្បីជាប្រយោជន៍ដល់អ្នកសិក្សាឲ្យបានយូរអង្វែងក៏ដូចជាប្រយោជន៍សម្រាប់អ្នកដែលមានបំណងចង់ទៅចែករំលែកបន្តងាយស្រួលក្នុងការរាវរកនៅប្រភពដើម្បីស្រាវជ្រាវបន្ថែមទៀតទៅលើអ្វីដែលខ្ញុំបានចែករំលែកទៅហើយព្រោះខ្ញុំគិតថាអ្វីដែលខ្ញុំបានចែករំលែកទៅហើយហ្នឹងគឺប្រកាសជាមានកន្លែងខ្វះខាតជាមិនខានដូច្នេះហើយបានជារាល់វីដេអូរបស់ខ្ញុំព្យាយាមដាក់ប្រភពនៅខាងក្រោមប្រយោជន៍គឺបែបហ្នឹងឯងដូច្នេះកុំឲ្យខាតពេលយូរមេរៀនរបស់យើងថ្ងៃនេះគឺនិយាយអំពី parts of speech អញ្ចឹងបើយើងនិយាយអំពី parts of speech នេះគឺវាជាគោលធំសំខាន់មែនទែនបើសិនជាយើងនិយាយអំពីការសិក្សាទៅលើវេយ្យាករណ៍នៃភាសាអង់គ្លេសចេះទាំង8ហ្នឹងគឺ cool មែនទែនហើយតែកុំតន់អារម្មណ៍ជួលចិត្តអីបើសិនជាចេះហើយពីព្រោះថានៅក្នុងភាសាអង់គ្លេសគឺមានចំណុចច្រើនខ្លាំងមែនទែនដែលយើងត្រូវសិក្សាបន្ថែមហើយពឹងទៅលើលទ្ធភាពរបស់ខ្ញុំគឺខ្ញុំនឹងព្យាយាមចែករំលែកទៅតាមអ្វីដែលខ្ញុំអាចធ្វើទៅបានដូច្នេះសំណួរគឺសួរថាតើអ្វីទៅជា parts of speech អញ្ចឹងយើងអាចក្រឡេកមកមើលនៅនិយមន័យខាងក្រោមនេះបាន In English grammar words are divided into different kinds or classes called parts of speech according to their use that is according to the work they do in the sentence the parts of speech are 8 in number នៅក្នុងវេយ្យាករណ៍នៃភាសាអង់គ្លេសពាក្យដែលត្រូវបានគេចាត់ជាចំណាត់ថ្នាក់ឬក៏ត្រូវបានគេបែងចែកជាប្រភេទទៅតាមការប្រើប្រាស់នីមួយៗរបស់ពួកវានឹងឯងហៅថា parts of speech ហើយការបែងចែកនោះទៀតសោតវាអាស្រ័យទៅតាមតួនាទីជាក់ស្ដែងរបស់ពាក្យនោះដែលស្ថិតនៅក្នុងប្រយោគតែម្ដងដើម្បីឲ្យកាន់តែងាយយល់អំពីនិយមន័យរបស់ពាក្យថា parts of speech នេះគឺខ្ញុំសូមបែកចេញទៅក្រៅបន្តិចទៅចុះឥឡូវយើងមិនចាំបាច់និយាយអ្វីវែងឆ្ងាយច្រើនទេគឺត្រឹមតែពាក្យដ៏សាមញ្ញបំផុតមួយគឺពាក្យថា back នេះទៅចុះអញ្ចឹងយើងចាំមើលថាតើពាក្យថា back មួយម៉ាត់នេះតើវាមានតួនាទីបែបណានៅក្នុងប្រយោគនីមួយៗអញ្ចឹងយើងអាចក្រឡេកមកមើលឧទាហរណ៍ទី1 He hurt his back while lifting គាត់បានឈឺចង្កេះខណៈពេលដែលគាត់កំពុងតែលើកអញ្ចឹងពាក្យថា lifting នៅទីនេះគឺប្រែថាលើកតែលើកនៅទីនេះក៏មិនដឹងថាលើកអ្វីដែរពីព្រោះថាឧទាហរណ៍ក៏មិនបានបញ្ជាក់ដែរតែដឹងត្រឹមថាមិនមែនលើករបស់ស្រាលទេបើសិនជារបស់ស្រាលមិនមែនធ្វើឲ្យគាត់ឈឺចង្កេះឈឺខ្នងអញ្ចឹងទេអញ្ចឹងយើងឃើញពាក្យថា back នៅទីនេះជានាមហើយយើងប្រែថាខ្នងហើយក្នុងឧទាហរណ៍ទំនងជាសំដៅទៅលើមិនមែនឈឺខ្នងទេគឺឈឺចង្កេះនឹងឯងអញ្ចឹងឧទាហរណ៍ទី1ពាក្យថា back ជានាមឥឡូវយើងក៏លេខមកមើលឧទាហរណ៍ទី2វិញម្ដងពាក្យថា back ដដែល Please back the car into the garage សូមមេត្តាជួយឲ្យឡានចូលយានដ្ឋានវិញហើយភាសាទូទៅដែលយើងនិយាយជាមួយនឹងឡានគឺអាយ៉ែមែនអត់អញ្ចឹងយើងក៏អាចប្រែសាមញ្ញធម្មតាតែម្ដងទៅមិនបាច់ទុំទាវអីទេសូមមេត្តាអាយ៉ែឡានចូលយានដ្ឋានវិញអញ្ចឹងពាក្យថា back ដែលប្រែថាថយឬក៏អាយ៉ែនៅក្នុងឧទាហរណ៍ទី2នេះគឺជាកិរិយាសព្ទចំណែកឯឧទាហរណ៍ទី3វិញម្ដង We use the back door ពួកយើងបានប្រើប្រាស់ទ្វារក្រោយអញ្ចឹងផ្ទះខ្លះគេមានទ្វារមុខគេមានទ្វារក្រោយសូម្បីតែភាសាអង្គរវត្តរបស់យើងក៏មានខ្លោងទ្វារមុខខ្លោងទ្វារក្រោយដែរមិនអញ្ចឹងពាក្យថា back នៅទីនេះគឺជាគុណនាមហើយយើងប្រែថាពីក្រោយអញ្ចឹងយើងឆ្ងល់ទៀតថាមិនបានដឹងថាវាជាគុណនាមគឺដោយសារតែវាឈរនៅពីមុខនាមគឺពាក្យថា door នេះឯងពាក្យថា back នេះគឺវាបញ្ជាក់នៅឲ្យពាក្យថា door ទ្វារឯណាគឺទ្វារក្រោយអញ្ចឹងការរៀនទៅលើ parts of speech គឺវាមានលក្ខណៈសំខាន់បែបហ្នឹងឯងយើងអាចស្គាល់ពីសមាសធាតុរបស់វានៅក្នុងប្រយោគនីមួយៗដោយឡែកឧទាហរណ៍ទី4 She went back to the store នាងត្រឡប់ក្រោយទៅហាងទំនិញវិញអញ្ចឹងពាក្យថា back នៅក្នុងប្រយោគនេះក៏ប្រែថាក្រោយដែរក៏ប៉ុន្តែតួនាទីរបស់វាគឺជា adverb ឬក៏ជាគុណកិរិយាឬក៏ជាកិរិយាវិសេសហើយសំណួរគឺសួរថាមិនបានយើងដឹងថាវាជាគុណកិរិយាឬក៏ជាកិរិយាវិសេសអញ្ចឹងរៀនតទៅគឺដឹងហើយព្រោះនៅក្នុងមេរៀន parts of speech ហ្នឹងគឺវាក្តោបទាំងអស់ហ្នឹងឯងចេះ parts of speech ហ្នឹងទាំង8គឺស៊ីផុយហើយប៉ុណ្ណឹងវាអត់ជាបញ្ហាទេ
ឥឡូវខ្ញុំអត់និយមន័យគេថាពាក្យដែលត្រូវបានគេបែងចែកជាប្រភេទឬក៏ចាត់ជាថ្នាក់ហៅថា parts of speech ហើយការបែងចែកបែបហ្នឹងគឺអាស្រ័យទៅលើតួនាទីនៃការប្រើប្រាស់ជាក់ស្ដែងនៅក្នុងប្រយោគដូចជាពាក្យថា bag នេះអញ្ចឹងពាក្យដូចគ្នាសរសេរដូចគ្នាតែមួយទេតែប្រសិនបើយើងប្រើនៅក្នុងបរិបទប្រយោគផ្សេងគ្នាទៅជាតួនាទីផ្សេងគ្នាភ្លាមរហូតដល់កន្លែងខ្លះប្រែផ្សេងគ្នាទៅទៀតអញ្ចឹងមិនជារឿងសាមញ្ញទេការដែលចេះ parts of speech ច្បាស់យើងអាចស្គាល់ច្បាស់តាមនឹងផងដែរហើយនិភ័យមួយទៀតគឺពេលខ្លះបើយើងអត់ចេះវេយ្យាករណ៍ទេគឺអាចប្រែខុសទៅឆ្កយតែម្ដងអត់ស៊ីគ្នាទេដូច្នេះហើយបានជាគេតម្រូវឲ្យរៀន parts of speech ហ្នឹងណាអញ្ចឹងត្រឡប់មកកាន់ slide ទី1របស់យើងវិញថ្នាក់ពាក្យឬក៏ parts of speech នេះគឺត្រូវបានគេបែងចែកទៅជា8ធំតែម្ដងចំណុចទី1គឺមាន noun ហើយទី2មាន adjective ទី3 pronoun ទី4យើងមាន verb ហើយទី5 adverb ហើយទី6គឺ preposition ហើយទី7គឺ conjunction ហើយចុងក្រោយគេបង្អស់នោះគឺ interjection ហើយ parts of speech ដែលត្រូវបានគេបែងចែកទាំង8នេះគឺយើងនឹងបានសិក្សាអំពីវាម្ដងមួយតាមរយៈ Parklist នឹងឯងផ្លេចបញ្ជាក់មែនទែនទៅ channel ឈ្មោះថា Parklist នេះពាក្យវាគឺមកអំពី Pagoda English នឹងឯងដែលយើងអាចមានន័យជាភាសាខ្មែរថាអង់គ្លេសតាមវត្តមូលហេតុដោយសារតែ admin ដែលរៀនអង់គ្លេសតាមតែវត្តទេមិនដែលបានទៅសាលាណាដែលថ្លៃអីទេអញ្ចឹងហើយដើម្បីជាការដឹងគុណក៏ដូចជាការចែករំលែកចំណេះដឹងបន្តហើយក៏មិនភ្លេចជាប់ជាមួយនឹងពាក្យថាវត្តនឹងទេទោះថាមិនបានដាក់ Pagoda English ពេញតែម្ដងទៅអញ្ចឹងដោយសារតែពាក្យនេះគឺត្រូវបានគេប្រើច្រើនហើយមែនទែនតែមិនចង់ជន់គេគឺយើងបង្កើតថ្មីតែម្ដងមកអញ្ចឹង Pagoda English យើងយក park បន្តិចមកហើយ list ពាក្យចុងក្រោយបន្តិចមកសំទៅគឺបានទៅជា park list នឹងឯងហើយនៅខាងក្រោមបង្អស់នេះគឺជាប្រភពដែលខ្ញុំបានយកមកបើសិនជាយើងចង់សិក្សាបន្ថែមឬក៏ចង់ឃើញផ្ទាល់ភ្នែកតែម្ដងយើងអាចទៅមើលខ្លួនឯងតែម្ដងទៅនៅក្នុង High School English Grammar និពន្ធទៅដោយ Wren and Martin ហើយចំពោះទំព័រក៏យើងអាចទៅមើលទំព័របានដែរគឺទំព័រ3ហ្នឹងទៅគឺឃើញហើយបាយបាយ